យើងមកតាមដានយ៉ាងដិតដល់នៅស្ថានភាពកំពុងតែកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសចលនារបស់ក្រុមហូទីនៅក្នុងប្រទេសយេម៉ែនពួកគេបានធ្វើការបើកការវាយប្រហារទៅលើរោងចក្រសម្រាញ់ប្រេងនិងកន្លែងផលិតប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរនៅក្នុងទីក្រុងកំពង់ផែ2នៅតាមបណ្ដោយឆ្នេរសមុទ្រក្រហមទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកក៏បានផ្អាកការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងជាមួយនឹងអ៊ីរ៉ង់ជាលើកដំបូងនៅក្នុងរយៈពេល2សប្តាហ៍ដែលក្រុមហូទីក៏បានប្រកាសការពីថ្ងៃសៅរ៍ថាពួកគេបានធ្វើការវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុងជីសានហើយនិងទីក្រុងយ៉ាន់ប៊ូដោយកងកម្លាំងប្រដាប់អាវុធក្រុមហូទីនៅក្នុងប្រទេសយេម៉ែនក៏បានធ្វើប្រតិបត្តិការយោធានៅក្នុងទម្រង់2ប្រតិបត្តិការដំបូងបានធ្វើការកំណត់គោលដៅសំខាន់នៅក្នុងរោងចក្រសម្រាញ់ប្រេងនៅក្នុងទីក្រុងជីសានដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយហើយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងការប្រតិបត្តិការទី2ពាក់ព័ន្ធជាមួយនឹងការវាយប្រហារទៅលើរោងចក្រសម្រាញ់ប្រេងនៅក្នុងទីក្រុងយ៉ាន់ប៊ូដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយគឺប្រភេទមីស៊ីលបញ្ជាហើយនឹងយន្តហោះគ្មានមនុស្សបើកទីក្រុងយ៉ាន់ប៊ូគឺជាកំពង់ផែនាំចេញប្រេងដ៏សំខាន់មួយសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហមខណៈពេលដែលប្រេងរាប់លានបារ៉ែលត្រូវបានដឹកជញ្ជូនជារៀងរាល់ថ្ងៃវាបានคล้ายទៅជាផ្លូវសំខាន់មួយសម្រាប់នៅក្នុងការនាំចេញប្រេងដើម្បីជៀសវាងច្រកសមុទ្រហូម៉ូដែលត្រូវបានរារាំងដោយប្រទេសអ៊ីរ៉ង់ជីសានដែលមានទីតាំងនៅជិតព្រំដែនយ៉ាម៉ែនមានរោងចក្រសម្រាញ់ប្រេងដែលអាចមានសមត្ថភាពនៅក្នុងការផលិតប្រេងប្រហែលជា400,000 បារ៉ែលនៅក្នុងមួយថ្ងៃនៅថ្ងៃដដែលនោះសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏បានប្រកាសថាការវាយប្រហារមួយបានវាយប្រហារគោលដៅយោធាហូទីនៅក្នុងខេត្តហូដេដាអ្នកនាំពាក្យសម្ព័ន្ធមិត្តតួគីក៏បានបញ្ជាក់ថាការប្រតិបត្តិការនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហូទីទៅលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមនេះបង្កឲ្យមានការគំរាមកំហែងដល់ការដឹកជញ្ជូនដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោកក៏បានសង្កត់ធ្ងន់ថាការវាយប្រហារនេះមិនមែនសំដៅទៅលើកំពង់ផែហូដេដាទេហើយកំពង់ផែយេម៉ែនទាំងអស់នៅតែបើកនឹងដំណើរការធម្មតាផងដែរទោះជាយ៉ាងណាក៏ដោយក្រុមហូទីក៏បានរាយការណ៍ថាការវាយប្រហាររបស់ខ្លួនទៅលើអារ៉ាប៊ីសាអូឌីតបានកំណត់គោលដៅស្ថានីយ៍ទំនាក់ទំនងនៅក្នុងហូដេដាក៏ដូចជាកោះខាំម៉ារ៉ានស្ថិតនៅសមុទ្រក្រហមលើសពីនេះទីភ្នាក់ងារសារព័ត៌មានសាំបារបស់យេម៉ែនក៏បានរាយការណ៍ផងដែរថាតំបន់ជាច្រើននៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីតត្រូវបានរងការវាយប្រហារនៅថ្ងៃដដែលដោយរូបភាពបានបង្ហាញអំពីផ្សែងខ្មៅយ៉ាងហោចចេញពីតំបន់ទាំងនោះបន្ទាប់ពីការវាយប្រហារក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏បានចេញសេចក្តីព្រមានអំពីការគ្រោះថ្នាក់ដែលអាចនឹងកើតមានចំពោះប្រជាជននៅក្នុងទីក្រុងកំពង់ផែយ៉ាន់ប៊ូដោយក្រុមហូទីក៏បានប្រកាសហើយនឹងហាមឃាត់ដឹកជញ្ជូនទំនិញរបស់អារ៉ាប៊ីសាអូឌីតពួកគេក៏បានព្រមានថាក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិដែលធ្វើអាជីវកម្មជាមួយនឹងកំពង់ផែអារ៉ាប៊ីសាអូឌីតក៏ត្រូវបានកំណត់គោលដៅផងដែរដែលបង្ហាញអំពីការកើនឡើងនៃភាពតានតឹងដ៏គួរឲ្យកត់សម្គាល់ដែលក្រុមហូទីក៏បានអះអាងថានឹងទទួលខុសត្រូវចំពោះនៅក្នុងការវាយប្រហារទៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត2គ្រឿងនៅក្នុងច្រកសមុទ្រហូម៉ូដោយក្រុមហូទីក៏បានអះអាងថាទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត2គ្រឿងនៅក្នុងសមុទ្រក្រហមដោយធ្វើការប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដោយលើកឡើងថានាវាទាំងនេះបានធ្វើការរំលោភទៅលើការរឹតបន្តឹងនិងការរស់រោគដែលបានប្រកាសដោយក្រុមហូទីផងដែរសហរដ្ឋអាមេរិកក៏បានបញ្ចប់ការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងជាមួយនឹងអ៊ីរ៉ង់ជាលើកដំបូងនៅក្នុងរយៈពេល2សប្តាហ៍បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់រយៈពេល13យប់
ចាប់តាំងពីបទឈប់បាញ់បណ្ដោះអាសន្នបានដួលរលំការសងសឹកកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរបច្ចុប្បន្នមិនមានការពន្យល់អំពីសហរដ្ឋអាមេរិកអំពីមូលហេតុអ្វីដែលការវាយប្រហារតាមអាកាសប្រឆាំងជាមួយនឹងអ៊ីរ៉ង់ត្រូវបានបញ្ចប់ភ្លាមៗនោះទេពីមុនសហរដ្ឋអាមេរិកក៏បានបញ្ជាក់ថាការវាយប្រហារទាំងអស់នេះទៅលើអ៊ីរ៉ង់គឺជាការសងសឹកចំពោះការវាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហូម៉ូសដែលខ្លួនបានអះអាងថាមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់ដោយពេលនេះពលរដ្ឋអ៊ីរ៉ង់គឺកំពុងតែបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសេដ្ឋកិច្ចពាណិជ្ជករនៅក្នុងស្រុកបានរាយការណ៍ថាថ្លៃដើមរស់នៅនិងអតិផរណាបានកើនឡើងស្ទើរតែទ្វេដងប្រាក់ចំណូលរបស់ប្រជាជនបានថយចុះខណៈពេលដែលរូបិយប័ណ្ណបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនេះបានធ្វើឲ្យជីវិតប្រចាំថ្ងៃមានការលំបាកផងដែរនៅក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះសហរដ្ឋអាមេរិកក៏បានគម្រាមកំហែងពង្រីកគោលដៅវាយប្រហាររបស់ខ្លួនរួមបញ្ចូលទាំងរោងចក្រថាមពលហើយនឹងស្ពានរបស់ប្រទេសអ៊ីរ៉ង់នឹងអាចបញ្ចូលកងកម្លាំងជើងគោកទៅដណ្ដើមយកកោះខឹកដែលជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់នេះគឺជាអ្វីដែលប្រជាជនអ៊ីរ៉ង់បានធ្វើការសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តកុំភ្លេចចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ